សំណួរលេខ4ចូលគូកងផ្នែក A និងផ្នែក B បាទអញ្ចឹងនៅដល់ចំណុចនេះគឺយើងដល់ទាក់ទងជាមួយនឹងការគូកងវិញ្ញាសាទី1ដែរប៉ុន្តែត្រង់ចំណុចលេខ4នេះគឺយើងនិយាយពីការគូកងបាទផ្នែក A និង B បាទអញ្ចឹងយើងមើលផ្នែក A 1បរិមាណបន្ទុកគិសនីបាទ2អាងតង់ស្តេចរ៉ាន់3អនុភាពគិសនី4ថាមពលគិសនីអញ្ចឹងយើងមើលផ្នែក B មាន ស្មើពេលគុណតេខមាន I ស្មើពេលលើ E កស្ពេស្មើ F គុណឲ្យ V ខ P ឬក៏ P ក៏បានដែរយើងប្រាំងនៅអង់គ្លេសយើងអានមួយណាក៏បានដែរ P ស្មើឲ្យ V លើ V ការ៉េលើ E ហើយងបាទគួយស្មើ E គុណនីតិអូខេអញ្ចឹងតើទី1ត្រូវមួយអីទី2ត្រូវមួយអីដើម្បីដឹងថារូបមន្តមួយណាបាទជារូបមន្តត្រឹមត្រូវយើងប្រើបាទយើងទៅដឹងថាតើអាផ្នែក A នេះវាតាំងដោយអក្សរអីគេទី1គឺចង់និយាយពីបរិមាណបន្ទុកគិសនីបរិមាណបន្ទុកគិសនីនេះគឺយើងតាំងដោយអក្សរ Q ឬក៏គុយបាទអក្សរ Q ជាភាសាអង់គ្លេសគុយភាសាបារាំងអញ្ចឹងយើងមើលបាទទីងមានតែទីងមួយទេដែលមានអក្សរគុយជាងគុយស្មើ E គុណនីតិអញ្ចឹងបានគេដាក់ចម្លើយមួយទៅងអញ្ចឹងគេឲ្យចម្លើយជាងមួយទៅងដោយសារបើចម្លើយទៀតយើងទៅរើខ្លួនឯងអញ្ចឹងទី2បាទទី2គឺថាអាំងតង់ស្តេចរ៉នអញ្ចឹងអាំងតង់ស្តេចរ៉ននេះតាំងដោយអក្សរ I បាទយើងទៅដឹងថាវាតាំងដោយអក្សរ I ឬក៏បារាំងហៅថា E អញ្ចឹង E បាទនៅក្នុងចំណោមរូបមន្តទាំងអស់នេះមានតែទីខមួយទេដែលតាំងដោយអក្សរ E អញ្ចឹង E ស្មើពេលលើ E អញ្ចឹងចម្លើយចំពោះចម្លើយទី2លេខ2អាំងតង់ស្តេចរ៉ននោះគឺត្រូវជាមួយអក្សរខតែម្ដងអញ្ចឹង2ត្រូវមួយអក្សរខបាទពីព្រោះថា E ស្មើពេលលើ E គឺជារូបមន្តអាំងតង់ស្តេចរ៉នតាមច្បាប់អូមហើយទី3អនុភាពគិសនីអញ្ចឹងយើងដឹងថាអនុភាពគិសនីនេះវាតាំងដោយអក្សរអីគេបាទនេះអនុភាពគិសនីនេះវាទៅតាំងដោយអក្សរ P បាទអនុភាពគឺតាំងដោយអក្សរ P អញ្ចឹងអនុភាពគិសនីមានរូបមន្តចំនួន2គឺនេះទីកហើយនិងខបាទគឺមានរូបមន្តចំនួន2ដែលទាក់ទងជាមួយនឹងអនុភាពគិសនីបាទហើយឥឡូវទាក់ទងមួយ ទាក់ទងមួយ I ទាក់ទងជាមួយនឹង Q ទេអញ្ចឹងយើងមាន2ដែលត្រូវជ្រើសទីកគឺ P ស្មើ F គុណ V ហើយទីខ P ស្មើ V ការ៉េលើ E តើជារូបមន្តមួយណាដែលត្រឹមត្រូវនៅក្នុងចំណោមរូបមន្តទាំងពីរនេះបាទអញ្ចឹងអនុភាពទី1គឺ P ស្មើ F និង B ប្រសិនបើវាជាអគ្គិសនីបាទបងអូនមើលថាតើរូបមន្តនឹងត្រឹមត្រូវទេអត់នេះបើសិនជាអនុភាពនោះគឺជាអនុភាពអគ្គិសនីមិនមែនអនុភាពនៃកម្លាំងទេជំនួសក្រោមបាទ P ឬក៏ P ស្មើឲ្យ V ការ៉េចែកឲ្យ E បាទដែលយើងដឹងថារូបមន្តដើមរបស់វាបាទនេះគូសេននៅលើនេះតិចចុះគឺ P បាទរមុនគឺស្មើ P ស្មើឲ្យ E គុណឲ្យ V បាទនេះគឺជារមុនអនុភាពគិសនី P ស្មើចរន្តគុណឲ្យតង់ចុងអញ្ចឹងដល់ពេលយើងចង់បែកតទៀតចរន្តមិនស្មើ V លើ E បាទ V សំដៅអត់មានក្រេទេ V លើ E បន្តមកយើងដាក់សញ្ញាគុណដែរអញ្ចឹងគុណជាមួយនឹងបាទគុណជាមួយ V អញ្ចឹង V គុណ V បាន V ការ៉េអញ្ចឹងសរុបមកយើងបាន P ស្មើ V ការ៉េចែកឲ្យ E អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺអក្សរខកុំយកខាងលើណាពីព្រោះគេសួរអនុភាពគិសនីមិនមែនជាអនុភាពនៃកម្លាំងនេះខាងលើក៏ជាអនុភាពដែរប៉ុន្តែជាអនុភាពនៃកម្លាំងអញ្ចឹងខាងក្រោមវាជាអនុភាពអគ្គិសនីដោយសារវាមានទាក់ទងជាមួយនឹង resistance អញ្ចឹងចម្លើយដែលត្រឹមត្រូវគឺអក្សរខអញ្ចឹង3យកទៅខបាទទៅខចម្លើយដែលត្រឹមត្រូវគឺខទី4ថាមពលគិសនីបាទថាមពលគឺតាំងដោយអក្សរ យើងទៅដឹងថាតាំងដោយអក្សរ ឬក៏អក្សរ E ភាសាអង់គ្លេសថា E បារាំងថា អញ្ចឹង ស្មើឲ្យ P គុណឯតេបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺកអញ្ចឹងក្នុងករណីនេះយើង select មកកបាទចម្លើយដែលត្រឹមត្រូវ4គឺទៅកគឺជារូបមន្តថាមពលគិសនីអូខេអញ្ចឹងនៅក្នុងវីដេអូនេះគឺគ្រូចង់បង្ហាញតែប៉ុណ្ណឹងបាទសូមអរគុណ